ជំរាបសួរពុកម៉ែបងប្អូនបាទអញ្ចឹងថ្ងៃនេះខ្ញុំចុះមកដល់ខាងទឹកដីបាទខាងអូកគីបាទហើយនៅកន្លែងនេះគឺធ្វើជាការច្រើនមែនទែនហើយចន្ទីបាទដែលចាប់ផ្ដើមបាទចេញផ្កាមកចន្លោះពី30%ទៅ50%បែបនេះបាទគឺយើងអាចប្រើបាទជាមួយនឹងបារ៉ុនការ៉េ9បានហើយបាទវាយបារ៉ុនការ៉េ9ចូលទៅដើម្បីឲ្យបង្កាត់ផ្កាតិចក្តឹបបានលឿនបាទក្តឹបច្រើនគឺក្តឹបកាន់អញ្ចឹងណាបាទនេះបាទចេញប៉ុណ្ណេះហើយគឺយើងប្រើបានហើយដើម្បីផ្ទុកនៅសារធាតុចិញ្ចឹមបាទដើម្បីជំនួយទៅដល់ក្តឹបអញ្ចឹងណាបាទអញ្ចឹងយើងអាចបាញ់ពីរជើងខ្ញុំបញ្ជាក់ណាចន្លោះខ្ទង់7ថ្ងៃយើងបាញ់ម្ដងទៅបាទយើងប្រើពីរជើងចូលណាខ្ញុំបញ្ជាក់បាទហើយនៅពេលដែលផ្កាចាប់ផ្ដើមរិចបាទរហូតទៅដល់ក្តឹបអាចចន្លោះខ្ទង់13ឬក៏15ថ្ងៃអញ្ចឹងយើងត្រូវប្រឡែងចោលហើយក្នុងរយៈពេលខ្ទង់កន្លះខែហ្នឹងអញ្ចឹងណាបាទអញ្ចឹងនៅពេលដែលយើងថែបំពន់វគ្គនេះបាទយើងគួរតែបាទបាញ់ថ្នាំបំពន់បាទបារ៉ុនការ៉េ9ហើយជាមួយនឹងពពុះថ្នាំការពារសត្វល្អិតបាទយើងចូលទៅជាមួយគ្នាហើយអញ្ចឹងណាបាទបារ៉ុនការ៉េ9នេះគឺល្បីហើយបាទអញ្ចឹងបងដែលធ្លាប់ប្រើគឺដឹងហើយបាទពីគុណភាពអញ្ចឹងណាគឺច្បាស់តែម្ដងបាទក្តឹបច្រើនហើយក្តឹបកាន់ហើយបាទគឺមិនងាយរលុកជ្រុះនោះទេបាទហើយរើសបានយូរទៀតបាទអញ្ចឹងសម្រាប់បងដែលត្រូវការផលិតផលល្អបាទអាចតាក់ទងបានបាទលេខ Telegram ដាក់នៅខាងលើបាទ097 43 43 555អាចតាក់ទងបានបាទបារ៉ុនការ៉េ9បាទអរគុណ